រដ្ឋបាលស្រុកសណ្ដានខេត្តកំពង់ធំបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រោមអធិបតីភាពលោកស៊ិនវណ្ណវុឌ្ឍអភិបាលនៃគណៈអភិបាលស្រុកសណ្ដាននិងជាប្រធានគណៈបញ្ជាការឯកភាពស្រុកព្រឹកថ្ងៃទី8ខែមេសាឆ្នាំ2026រដ្ឋបាលស្រុកសណ្ដាននៃខេត្តកំពង់ធំបានរៀបចំដំណើរការកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកក្រោមអធិបតីភាពលោកស៊ិនវណ្ណវុឌ្ឍអភិបាលនៃគណៈអភិបាលស្រុកសណ្ដាននិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសមាជិកចូលរួមក្នុងកិច្ចប្រជុំនាពេលនេះរួមមានលោកអភិបាលរងលោកនាយករងប្រធានការិយាល័យចំណុះរដ្ឋបាលស្រុកកងកម្លាំងទាំង3លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលគ្រប់ឃុំលោកមេឃុំគ្រប់ឃុំទាំង9ក្នុងស្រុកសណ្ដានលោកអភិបាលនិងជាប្រធានអង្គប្រជុំបានលើកយកខ្លឹមសារសំខាន់ៗមួយចំនួនដែលត្រូវចូលរួមពិភាក្សានិងដោះស្រាយមានដូចខាងក្រោមពិនិត្យនិងកែសម្រួលលើរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែមីនាឆ្នាំ2026បញ្ហាភូមិឃុំមានសុវត្ថិភាពក្នុងនោះមានល្បែងស៊ីសងគ្រប់ប្រភេទបញ្ហាគ្រឿងញៀនបញ្ហាចរាចរណ៍ក្មេងទំនើងចោរកម្មលួចឆក់ប្លន់បាត់ល្មើសព្រៃឈើការកាប់រុករានដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនការកាប់ដឹកជញ្ជូនផលអនុផលព្រៃឈើដោយខុសច្បាប់បាត់ល្មើសជលផលការលួចឆក់ត្រីដោយប្រើឧបករណ៍នេសាទខុសច្បាប់បញ្ហាវិវាទដីធ្លីជាដើមបញ្ហាទាំងអស់នេះលោកប្រធានបានស្នើដល់សមាជិកាក្នុងអង្គប្រជុំទាំងអស់លើកឡើងជាយោបល់ដើម្បីធ្វើការកែសម្រួលនិងស្វែងរកយន្តការរួមមួយដើម្បីដោះស្រាយនិងទប់ស្កាត់បទល្មើសទាំងអស់នេះកុំឲ្យកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរសមាជិកក៏បានលើកឡើងជាយោបល់និងវិភាសាលើកឡើងជាបន្តបន្ទាប់ដើម្បីកែសម្រួលឃ្លាខ្លឹមសារខ្លះៗក្នុងរបាយការណ៍ព្រមទាំងលើកឡើងជាសំណុំពរផ្សេងៗរួមសហការគ្នាដោះស្រាយរាល់បាតុភិបទាំងឡាយដែលបានកើតឡើងនៅមូលដ្ឋានចុងក្រោយលោកអភិបាលនិងជាប្រធានគណៈកម្មាការឯកភាពរដ្ឋបាលស្រុកបានធ្វើការបូកសរុបនិងសំណូមពរដល់ការិយាល័យអង្គភាពជំនាញពាក់ព័ន្ធទាំងអស់ចូលរួមសហការគ្នាដោះស្រាយទាំងអាជ្ញាធរឃុំប៉ុស្តិ៍ត្រូវមានសាមគ្គីភាពនឹងគ្នាដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនានាដែលកើតឡើងនៅក្នុងមូលដ្ឋានជាពិសេសក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលប្រារព្ធធ្វើនៅក្នុងពេលខាងមុខនេះសូមឲ្យកម្លាំងជំនាញទាំង3រួមមានកម្លាំងប៉ុស្តិ៍ត្រូវដាក់ប្រចាំការដាក់កម្លាំងរបស់ខ្លួនតាមគោលដៅសំខាន់នៅតាមតំបន់រមណីយដ្ឋានមួយចំនួនដែលមានអ្នកទៅលេងកំសាន្តច្រើនដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនដែលកំសាន្តសប្បាយនៅទីនោះនៅតាមការិយាល័យអង្គភាពត្រូវបោសសម្អាតទីកន្លែងឲ្យបានស្អាតនិងមានចង់បដាពាក្យស្លោកផ្សេងៗព្រមទាំងដាក់រូបព្រះឆាយាល័ក្ខណ៍និងគ្រឿងតុបតែងលម្អគ្រឿងភ្លើងពណ៌ចម្រុះផ្សេងៗផងដែរនិងមានចង់ទង់ជាតិទង់ជ្វាលានៅមុខខ្លោងទ្វារលោកមេឃុំគ្រប់ឃុំត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យពួកគាត់បោសសម្អាតផ្ទះសម្បែងនិងសម្អាតបរិស្ថានជុំវិញផ្ទះនិងដាក់ទង់ជាតិឲ្យបានគ្រប់ផ្ទះព្រមទាំងបំផុសគំនិតយើងទាំងអស់គ្នាព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សានិងអនាម័យបរិស្ថាននិងអបអរសាទរទទួលទេវតាឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះផងដែរ